ដូច្នេះសម្រាប់អ្នកបងប្អូនในកើតនៅក្នុងថ្ងៃសុក្រនេះគួរតែប្រយ័ត្នប្រយែងបន្តិចនៅក្នុងថ្ងៃនេះបាទឃើញថាស្ថានភាពមិនជាល្អប្រសើរទេបាទជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្ដាប់អំពីការព្យាករណ៍តារាសាស្ត្របាទក្នុងការព្យាករណ៍តារាសាស្ត្រនេះខ្ញុំបានលើកយកអំពីរាសីចក្រខ្មែររបស់យើងមកធ្វើការព្យាករណ៍បាទនៅក្នុងការព្យាករណ៍នេះគឺយើងមានន័យថាខ្ញុំព្យាករណ៍ទៅលើថ្ងៃកំណើតរបស់បងប្អូនទាំងអស់គ្នាបាទចំពោះការព្យាករណ៍នេះមានន័យថាយើងធ្វើទៅលើអំពីដំណើរគោចររបស់ដួងផ្កាយបាទមានន័យថាដួងផ្កាយរបស់យើងម្នាក់ៗតែងតែស្ថិតនៅក្នុងគេហៅថាផ្កាយប្រចាំជីវិតឧទាហរណ៍ថានៅក្នុងនោះផងដែរគឺដូចយើងជាអ្នកដែលកើតនៅក្នុងថ្ងៃអាទិត្យច័ន្ទគៀពុទ្ធផងនោះសុទ្ធតែមានដួងផ្កាយឬក៏ភពប្រចាំរៀងៗខ្លួនបាទថ្ងៃនេះផងដែរគឺខ្ញុំនឹងលើកយកអំពីការព្យាករណ៍បាទនៅក្នុងថ្ងៃសុក្រនេះផងដែរបាទថ្ងៃសុក្រនេះគឺជាថ្ងៃ8រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568បាទត្រូវនៅថ្ងៃទី21ខែមិនិនាឆ្នាំ2025បាទនៅក្នុងការព្យាករណ៍របស់ខ្ញុំតែងតែលើកយកអំពីការគេហៅថាតកតូននឹងថ្ងៃរះនិងថ្ងៃលិចនៅក្នុងប្រទេសកម្ពុជាបាទនៅក្នុងសម្រាប់ថ្ងៃនេះដែរគឺថ្ងៃរះនៅវេលាម៉ោង6:04នាទីនិងថ្ងៃត្រង់នៅវេលាម៉ោង12:07នាទីបាទហើយនឹងថ្ងៃលិចវិញបាទព្រះអាទិត្យលិចហ្នឹងគឺសូរ្យាអស្តង្គតគឺស្ថិតនៅក្នុងវេលាម៉ោង6:11នាទីបាទនៅក្នុងឱកាសនេះខ្ញុំបាទនឹងសូមលើកយកអំពីរាសីឬក៏មានន័យថាដំណើរជីវិតរបស់អ្នកកើតនៅក្នុងថ្ងៃច័ន្ទបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃច័ន្ទបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃច័ន្ទនៅក្នុងថ្ងៃនេះវេលានេះគឺជាវេលាល្អបាទព្រះច័ន្ទបើយើងនៅក្នុងនេះគឺថាមានជាថ្ងៃសិលផងថ្ងៃ8រោចផងក៏ប៉ុន្តែបើយើងគិតថាពន្លឺរបស់យើងហាក់បីដូចជាខ្សត់ខ្សោយបាទក៏ប៉ុន្តែនៅក្នុងនេះវេលានេះគឺព្រះច័ន្ទកំពុងតែគោចរចូលទៅក្នុងគេឲ្យឈ្មោះថាតារានិករនៃវិជ្ជករាសីបាទក្នុងវិជ្ជករាសីនៅក្នុងវិជ្ជករាសីនេះផងដែរព្រះច័ន្ទហាក់បីដូចជាស្ថិតនៅក្នុងភាពអវិជ្ជមានបាទដូច្នេះអ្នកដែលកើតនៅក្នុងថ្ងៃច័ន្ទនេះទាំងការងារមុខរបរទាំងការធ្វើដំណើរនិងសុខភាពហាក់បីដូចជាមិនជាល្អប៉ុន្មានទេបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃច័ន្ទបាទចំពោះទំនាក់ទំនងសង្គមជាតិឬមួយក៏ជីវិតស្នេហានោះហាក់បីដូចថាមានការរកាំរកូសបន្តិចបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃច័ន្ទនេះផងដែរបាទបន្តទៀតគឺអ្នកកើតនៅក្នុងថ្ងៃអង្គារបាទចំពោះបងប្អូនដែលកើតនៅក្នុងថ្ងៃអង្គារបាទថ្ងៃនេះបងប្អូនមានន័យថាភពអង្គារកំពុងតែស្ថិតនៅក្នុងមិថុនារាសីបាទមានន័យថាស្ថិតនៅក្នុងដួងផ្កាយឬក៏នៅក្នុងតារានិករមិថុនារាសីនេះហាក់បីដូចជាស្ថិតនៅក្នុងមានទំនាក់ទំនងជាមួយនឹងកិច្ចការងារណាមួយជាមួយនឹងសង្គមហាក់បីដូចជារលូនបន្តិចបាទក៏ប៉ុន្តែហាក់បីដូចជាមានភាពរអាក់រអួលអាស្រ័យទៅលើបងប្អូនដែលអ្នកកើតនៅក្នុងថ្ងៃអង្គារនេះគួរតែគេហៅថាអត់ធ្មត់ឲ្យបានច្រើនបាទទាំងការងារទាំងផ្នែកទំនាក់ទំនងនៅក្នុងសង្គមទាំងការធ្វើដំណើរសូមឲ្យមានការប្រុងប្រយ័ត្នឲ្យមែនតើទោះបីជាយើងស្ថិតនៅក្នុងរាសីហាក់បីដូចជាល្អក៏ប៉ុន្តែការប្រុងប្រយ័ត្ននោះសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតបាទពីព្រោះជៀសវាងនៅក្នុងកិច្ចការងារណាមួយដែលវាជួបនៅក្នុងគេហៅថាប្រធានស័ក្តិកើតឡើងបាទចំពោះតកតងជាមួយនឹងស្នេហាជាមួយនឹងគូស្នេហាដៃគូទាំងអស់ហ្នឹងគឺថាបងប្អូនដែលកើតនៅក្នុងថ្ងៃអង្គារនេះគួរតែបាទមានភាពយោគយល់គ្នាឲ្យបានច្រើនបន្តិចបាទមានន័យថាយើងនាំតែរឿងណាសប្បាយដើម្បីជជែកពិភាក្សាគ្នាជៀសវាងរឿងរបស់អ្នកដទៃយកមកនៅក្នុងគ្រួសារហ្នឹងហាក់បីដូចជាមានការទាស់ទែងខ្វែងគំនិតគ្នាសម្រាប់ដែលយើងលើកយកពីអ្នកដទៃយកមកនិយាយបាទ
សម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃពុធបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃពុធវេលានេះអ្នកដែលកើតនៅក្នុងថ្ងៃពុធហ្នឹងហាក់បីដូចជាស្ថិតនៅក្នុងគេហៅថាភាពមួយគេឲ្យឈ្មោះថាតាក់ទងជាមួយនឹងការដែលបងប្អូនរកស៊ីក៏ដោយកិច្ចការងារណាមួយក៏ដោយហាក់បីដូចជាពុំមានអាចកំបាំងដល់គេមានន័យថាយើងចង់លាក់បាំងអីរឿងមួយក៏មិនអាចលាក់បាំងចិត្តដែរបាទចំពោះការងារនឹងមុខរបរហាក់បីដូចជាមិនមានបញ្ហាទេសម្រាប់អ្នកកើតនៅក្នុងថ្ងៃពុធបាទការធ្វើដំណើរក៏ល្អដែរបាទក៏ប៉ុន្តែវាតាក់ទងជាមួយនឹងរឿងណាដែលជារឿងអាចកំបាំងរបស់យើងឬមួយក៏ហ្នឹងហាក់បីដូចជាបានទម្លាក់ឲ្យគេដឹងដោយឯងបាទចំពោះសុខភាពវិញបាទអ្នកកើតនៅក្នុងថ្ងៃពុធនេះហាក់បីដូចឃើញថាมันមានសញ្ញាណាមួយដែលថាមិនល្អទេគឺមានន័យថាបានជៀសផុតអំពីជំងឺផ្សេងនិងកាត់ផ្សេងហ្នឹងតាំងតែពីប៉ុន្មានថ្ងៃមុនមកម្លេះបាទចំពោះសុខភាពហាក់បីដូចជាល្អប្រសើរបាទចំពោះទំនាក់ទំនងគូស្នេហ៍បាទអ្នកកើតនៅក្នុងថ្ងៃពុធនេះក៏តែមានភាពរកម្មរកុសបន្តិចបន្តួចក៏ប៉ុន្តែភាពយោគយល់គ្នាអធ្យាស្រ័យគ្នាហាក់បីដូចជាមានកម្រិតខ្លាំងក្លាបាទមានន័យថាគូស្នេហ៍ឬក៏ដៃគូហ្នឹងហាក់បីដូចជាគេហៅថាផ្អែមល្ហែមនឹងគ្នាផងដែរបាទចំពោះបងប្អូនដែលកើតនៅក្នុងថ្ងៃប្រហោះបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃប្រហោះនេះគឺថ្ងៃនេះផងដែរតាក់ទងជាមួយនឹងការងារមុខរបរការធ្វើដំណើរទៅណាមកណាហ្នឹងប្រសិនបើបងប្អូនអាចនឹងមិនទាន់សម្រេចចិត្តបាទឬមួយក៏ចរចាឬក៏ធ្វើអីដែលជាការងារធំដុំនោះបងប្អូនអាចពិចារណាឡើងវិញនៅក្នុងថ្ងៃនេះបាទដោយសារថ្ងៃនេះហាក់បីដូចជាស្ថិតនៅក្នុងរឿងមួយមិនល្អបាទរឿងមួយមិនល្អទេដោយសារតែដួងផ្កាយពហោះបាទស្ថិតនៅក្នុងឧសភារាសីគេហៅថាគាត់ហាក់បីដូចជាគេមើលមកគឺធ្វើឲ្យយើងឃើញថាមានអំណាចក៏ប៉ុន្តែតាមពិតទៅយើងនេះគេហៅថាខ្វះនៅធម៌ពលណាមួយនៅក្នុងខ្លួនយើងផងដែរបាទទាំងសុខភាពទាំងជីវិតស្នេហានោះក៏ហាក់បីដូចជាមិនទាន់បានល្អដែរក្នុងថ្ងៃនេះសម្រាប់អ្នកកើតក្នុងថ្ងៃពហោះបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃសុក្រវិញបាទនៅក្នុងថ្ងៃសុក្រហាក់បីដូចជាប៉ុន្មានថ្ងៃនេះហាក់បីដូចជារាសីបាទដូចជាស្រុតចុះបន្តិចបាទដោយសារតែរយៈពេលប្រហែលថ្ងៃនេះគឺភពសុក្រហ្នឹងហាក់បីដូចជាទៅមុខហើយត្រឡប់មកថយក្រោយបន្តិចបាទដូច្នេះហើយភាពតាក់ទងជាមួយនឹងការងារតាក់ទងជាមួយនឹងមុខរបរបាទតាក់ទងជាមួយនឹងការធ្វើដំណើរផ្សេងបើសិនជាបងប្អូនដែលកើតនៅក្នុងថ្ងៃសុក្រនេះអាចនឹងគេហៅថាផ្អាកសិនឬមួយក៏រងចាំនៅវេលាណាសមស្របណាមួយក៏យើងអាចធ្វើក៏មិនតាន់ហួសពេលដែរសម្រាប់បងប្អូនកើតនៅក្នុងថ្ងៃសុក្របាទទាំងសុខភាពមានន័យថាមិនមានបញ្ហាអីទេសម្រាប់បងប្អូនកើតនៅក្នុងថ្ងៃសុក្របាទប៉ុន្តែនៅក្នុងជីវិតស្នេហាវិញបាទជីវិតស្នេហាយើងឃើញថាហាក់បីដូចជាគូស្នេហ៍មិនទាន់មានការយោគយល់គ្នាបាទគូស្នេហាដូចជាមានការយល់ច្រឡំវាសុទ្ធតែជារឿងណាមួយផ្សេងដែលជារឿងអបអរហេតុណាមួយកាត់ឡើងនោះហាក់បីដូចថាយើងមិនទាន់បានទទួលយកភាពអត់ឱនឲ្យគ្នាបាទដូច្នេះសម្រាប់អ្នកបងប្អូនដែលកើតនៅក្នុងថ្ងៃសុក្រនេះគួរតែប្រយ័ត្នប្រយែងបន្តិចនៅក្នុងថ្ងៃនេះបាទឃើញថាស្ថានភាពមិនជាល្អប្រសើរទេបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃសៅរ៍បាទបងប្អូនដែលកើតនៅក្នុងថ្ងៃសៅរ៍គឺមានន័យថាប៉ុន្មានថ្ងៃកន្លងមកនេះថ្ងៃសៅរ៍មានភាពធូរស្រាលជាងមុនបាទសម្រាប់ថ្ងៃសៅរ៍នៅក្នុងថ្ងៃនេះផងដែរគឺមានន័យថាបងប្អូនអាចសម្រេចនៅកិច្ចការងារបាទទាំងការងារទាំងមុខរបរទាំងការធ្វើដំណើរបាទទាំងផ្នែកការចរចាក្នុងទំនាក់ទំនងសង្គមណាមួយនោះហាក់បីដូចជាមិនមានភាពរាំងស្ទះទេបាទសម្រាប់សុខភាពនិងជីវិតស្នេហាវិញគឺបងប្អូនកើតនៅក្នុងថ្ងៃសៅរ៍នេះហាក់បីដូចជាឃើញថាមានភាពវិជ្ជមានបាទទាំងមានការយល់ចិត្តពីដៃគូស្នេហាទាំងសុខភាពហាក់បីដូចជាល្អជាងមុនបាទដូច្នេះឃើញថាដំណើររបស់
គេហៅថាកោចរមានន័យថាភពផ្សៅនេះហើយវាដូចជាចាក់ចេញពីភាពល្អក៏កាន់តែឆ្ងាយហើយបាទចំពោះបងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យបាទចំពោះបងប្អូនកើតនៅក្នុងថ្ងៃអាទិត្យវិញបាទគឺថ្ងៃនេះផងដែរមានន័យថាបងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះគឺហាក់បីដូចជាស្ថិតនៅក្នុងស្ថានភាពជាអ្នកដឹកនាំបាទមានន័យថាទាំងការងារទាំងមុខរបរបាទទាំងផ្នែកផ្សេងមានន័យថាការធ្វើដំណើរចំនួនទៅទីឆ្ងាយហ្នឹងក៏ហាក់បីដូចថាมันមានភាពអ្វីដែលគួរឲ្យកត់សម្គាល់ឬក៏មានន័យថាវាប្រឆាំងទៅលើអីមួយគឺអត់មានទេមានន័យថាការដឹកនាំរបស់បងប្អូនដែលកើតក្នុងថ្ងៃអាទិត្យនេះហាក់បីដូចជាធ្វើឲ្យមានធម៌ពលមួយល្អបាទមានន័យថាជំរុញទឹកចិត្តឲ្យបងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះហាក់បីដូចជាមានកម្លាំងខ្លាំងដែរបាទចំពោះសុខភាពនិងជីវិតស្នេហាគឺមានន័យថាបងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះគឺហាក់បីដូចជាល្អបាទល្អមានន័យថាដៃគូស្នេហារបស់បងប្អូនហាក់បីដូចជាមានការយោគយល់គ្នាបាទចេះស្រឡាញ់គ្នាបាទនិយាយអីហាក់បីដូចជាត្រូវឆាប់ត្រូវច្រើនជាងបាទនេះហើយដែលគេហៅថាទំនាក់ទំនងស្នេហាឬមួយក៏រាសីរបស់បងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះហាក់បីដូចជាឃើញថាមានភាពល្អមិនមានឧបសគ្គទេបាទសម្រាប់ការទូទាយឬក៏ការព្យាករណ៍តារាសាស្ត្របាទសម្រាប់ថ្ងៃសុក្រនេះដែលខ្ញុំបានជម្រាបជូនដល់បងប្អូនទាំងអស់ដែលបងប្អូនទាំងអស់គ្នានឹងគឺតែងតែមានដួងផ្កាយមានន័យថាថ្ងៃកំណើតណាច័ន្ទអង្គារពុធពហសុក្រសៅរ៍ហ្នឹងអាទិត្យហ្នឹងគឺថាបងប្អូនមាននៅក្នុងថ្ងៃកំណើតរៀងៗខ្លួននេះហាក់បីដូចជាបងប្អូនអាចនឹងផ្ទៀងផ្ទាត់បានបាទផ្ទៀងផ្ទាត់នៅក្នុងថាតើថ្ងៃនេះនឹងមានហេតុការពិតដែរឬទេនៅក្នុងអ្វីដែលខ្ញុំបានធ្វើការព្យាករណ៍ពីព្រោះថាការព្យាករណ៍នេះគឺយើងយកអំពីការដំណើរគោចររបស់ដួងផ្កាយបាទដួងផ្កាយមានន័យថាភពនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះយកមកធ្វើការព្យាករណ៍ដែលនេះគឺជាក្បួនរបស់ខ្មែរយើងតាំងតែពីរាប់ពាន់ឆ្នាំមកហើយបាទសម្រាប់ពេលនេះដែរខ្ញុំបាទលោកគ្រូនិរ័ន្តរ៍ក៏អស់ពេលវេលាបាទក៏សូមជម្រាបលានិងសន្យាថានឹងជួបគ្នានៅវេលាស្អែកនៅក្នុងវេលាម៉ោងដដែលបាទសូមអរគុណសូមជម្រាបលាបាទ